សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ហ៊ុនសែនបានបញ្ជាក់យ៉ាងច្បាស់ថាសូមកងទ័ពទាំងឡាយកុំខ្លាចនៅក្នុងការវាយប្រហារជាមួយសត្រូវដែលហ៊ានឈ្លានពានយើងសម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ហ៊ុនសែនបានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយនៅភារកិច្ចជាអគ្គភូភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធសម្ដេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាបានប្រកាសដូចនេះនៅក្នុងការអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការកងអង្គភាពចំណុះទិសទី2និងទិសទី3នៅទីបញ្ជាការស្រាលទិសទី3ក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី26ខែមិថុនាឆ្នាំ2025នេះឯកឧត្តមជារិទ្ធីអ្នកនាំពាក្យសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនេះសម្ដេចតេជោហ៊ុនសែនបានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយនៅភារកិច្ចជាអគ្គភូភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលជាការបញ្ជាក់យ៉ាងច្បាស់ពីសម្ដេចនៅក្នុងការជួយទៅដល់កងទ័ពរបស់យើងជាពិសេសគឺជាការធានានៅការផ្គត់ផ្គង់ដល់កងកម្លាំងរបស់យើងដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវនៅក្នុងឱកាសនេះដែរសម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ហ៊ុនសែនបានបញ្ជាក់យ៉ាងច្បាស់ថាសូមកងកម្លាំងទាំងឡាយកុំខ្លាចនៅក្នុងការវាយប្រហារជាមួយនឹងសត្រូវដែលហ៊ានឈ្លានពានយើងសូមជម្រាបថាសម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ប្រធានព្រឹទ្ធសភាកម្ពុជាបានអញ្ជើញដល់ក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី26ខែមិថុនាឆ្នាំ2025ដើម្បីចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពកងទ័ពកម្ពុជាដែលកំពុងតែឈរជើងដល់អង្អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃសម្ដេចតេជោហ៊ុនសែនគឺជាអគ្គមេបញ្ជាការកំពូលដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះយោធាហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញទៅដោយយុទ្ធសាស្ត្រសង្គ្រាមវាយកឈ្នះទៅលើសមរភូមិសង្គ្រាមគួរបញ្ជាក់ផងដែរថាកងទ័ពនិងសម្ភារវុធដ៏ទំនើបរបស់កម្ពុជាត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃទិសខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារបន្ទាប់ពីទាហានថៃលបលួចបាញ់ប្រហារទាហានខ្មែរនៅលើទឹកដីខ្មែរកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025កន្លងទៅនេះគួរបញ្ជាក់ផងដែរថារហូតមកទល់នៅពេលនេះទាំងទាហាននិងសម្ភារវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ជាប្រចាំដើម្បីការពារទឹកដីនៅក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ